ផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមលោកលើកទី1នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1918នៅវេលាម៉ោង11ព្រឹកស្នូជួងបានពន្លឺឡើងនៅតាមបណ្ដាវិហារកាតូលិកទាំងអស់នៅទូទាំងប្រទេសបារាំងដើម្បីអបអរសាទរបទឆបាញ់ដែលបានចុះដោយភាគីចំនួននៅក្នុងសង្គ្រាមលោកលើកទី1គេត្រូវរងចាំរហូតដល់ថ្ងៃទី28ខែមិថុនាឆ្នាំបន្ទាប់ទើបសន្ធិសញ្ញាសន្តិភាពមួយត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាសៃប្រទេសបារាំងដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការក៏ប៉ុន្តែរាល់ការវាយប្រយុទ្ធគ្នានៅលើសមរភូមិត្រូវបានបញ្ចប់ចាប់ពីថ្ងៃទី11ខែ11ម៉ោង11ឆ្នាំ1918ការវាយប្រយុទ្ធគ្នាអស់រយៈពេល4ឆ្នាំ4ខែនៅក្នុងសង្គ្រាមលោកលើកទី1បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរបណ្ដាប្រទេសជាប់ជម្លោះទាំងផលវិបាកខាងប្រជាសាស្ត្រភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌គិតជាសរុបសង្គ្រាមលោកលើកទី1បានសម្លាប់ជីវិតមនុស្សប្រមាណ17លាននាក់នៅក្នុងនោះមានទាហាន10លាននាក់និងជនស៊ីវិល7លាននាក់ចំនួនអ្នករបួសវិញមានរហូតដល់ទៅប្រមាណជា20លាននាក់ប្រទេសដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេគឺអាល្លឺម៉ង់និងបារាំងក្រៅពីការបាត់បង់ជីវិតមនុស្សសង្គ្រាមលោកលើកទី1ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរខាងផ្នែកសេដ្ឋកិច្ចជាពិសេសការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងការបាត់បង់កម្លាំងពលកម្មម្យ៉ាងទៀតប្រទេសជាប់ចំនួននីមួយៗសិតតែនាំគ្នាចំណាយលុយរាប់សិបលានដុល្លារនៅក្នុងការធ្វើសង្គ្រាមហើយភាគច្រើនលុយទាំងនេះបានមកពីការខ្ចីបំណុលទាំងនៅក្នុងនិងក្រៅប្រទេសក្រោយពីសង្គ្រាមបញ្ចប់ទៅបំណុលទាំងអស់នេះត្រូវដល់ពេលសងគេវិញហើយនៅក្នុងពេលជាមួយគ្នាតម្រូវការចំណាយក៏មានច្រើនដើម្បីស្ដារការខូចខាតជាពិសេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបំផ្លិចបំផ្លាញដោយសង្គ្រាមចំណែកឯសេដ្ឋកិច្ចវិញក៏មិនមានកំណើនដោយសារតែខ្វះខាតកម្លាំងពលកម្មប្រឈមនឹងបញ្ហានេះប្រទេសនីមួយៗបាននាំគ្នាធ្វើការបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកបង្ក្រប់ការចំណាយដែលជាហេតុធ្វើឲ្យអត្រាអតិផរណាត្រូវកើនឡើងខ្ពស់កប់ពពកជាពិសេសនៅអាល្លឺម៉ង់នៅក្នុងអំឡុងឆ្នាំ1923លុយម៉ាករបស់អាល្លឺម៉ង់បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតស្ទើរតែលែងមានតម្លៃអ្វីទាំងអស់ពោលគឺជា4000 លានម៉ាកដើម្បីដូរបាន$1នៅក្នុងពេលដែលអឺរ៉ុបកំពុងតែប្រឈមមុខនឹងភាពចលាចលខាងផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុសហរដ្ឋអាមេរិកដែលបានផ្ដល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសអឺរ៉ុបដើម្បីយកទៅធ្វើសង្គ្រាមក៏បានលេចមុខឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកលែងស្ថិតនៅទីក្រុងឡុងដូចជាពីពេលមុនទៀតហើយក៏ប៉ុន្តែទៅស្ថិតនៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឯនោះវិញសង្គ្រាមលោកលើកទី1ក៏បានបង្កផលវិបាកខាងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងសម្បើមផងដែរដល់តំបន់អឺរ៉ុបរបបរាជានិយមត្រូវដួលរលំជាបន្តបន្ទាប់ដោយនាំយកទៅជាមួយនៅក្រុមគ្រួសាររាជវង្សធំៗដែលធ្លាប់តែគ្រប់គ្រងអឺរ៉ុបជាច្រើនដំណរកន្លងមកហើយចក្រភពធំៗនៅអឺរ៉ុបរួមមានចក្រភពអាល្លឺម៉ង់អូទ្រីសហុងគ្រីរុស្ស៊ីនិងអូតូម៉ង់ត្រូវដួលរលំដោយបែកខ្ញែកគ្នាទៅជាប្រទេសតូចៗជាច្រើនដូចជាប្រទេសអូទ្រីសហុងគ្រីឆេកូស្លូវ៉ាគីប្រទេសនៅក្នុងអតីតយូហ្គោស្លាវីការចេញពីការដួលរលំនៃចក្រភពអូទ្រីសហុងគ្រីប្រទេសហ្វាំងឡង់និងប្រទេសជុំវិញសមុទ្របាល់ទិកការចេញពីការដួលរលំនៃចក្រភពរុស្ស៊ីចំណែកទូគីនិងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាសពថ្ងៃការចេញពីការដួលរលំនៃចក្រភពអូតូម៉ង់នៅអាល្លឺម៉ង់របបរាជានិយមរបស់ព្រះបាទព្រះហិនទី2ត្រូវដួលរលំហើយបង្កើតទៅជារបបសាធារណរដ្ឋដែលគេឲ្យឈ្មោះថាសាធារណរដ្ឋវ៉ៃម៉ាតំបន់អាល់សាសឡូរ៉ែនដែលអាល្លឺម៉ង់ដណ្ដើមយកមកពីបារាំងកាលពីអំឡុងសង្គ្រាមអាល្លឺម៉ង់បារាំងឆ្នាំ1871ត្រូវបានកាត់ប្រគល់ទៅឲ្យប្រទេសបារាំងវិញលើសពីនេះទៅទៀតអាល្លឺម៉ង់ដែលជាប្រទេសចាញ់សង្គ្រាមត្រូវគេបង្ខំឲ្យសងការខូចខាតរហូតដល់ទៅរាប់ពាន់លានដុល្លារដល់ប្រទេសដែលជាអ្នកឈ្នះសង្គ្រាមសន្ធិសញ្ញាសន្តិភាពទីក្រុងវ៉ាសៃក៏បានតម្រូវផងដែរ
ឲ្យអាល្លឺម៉ង់កាត់បន្ថយចំនួនកងទ័ពឲ្យនៅយ៉ាងច្រើនបំផុតត្រឹមតែ 10,000 នាក់ហើយការផលិតគ្រឿងសម្ភារៈធុនធ្ងន់ដូចជារថក្រោះយន្តហោះចម្បាំងនិងនាវាចម្បាំងធំៗក៏ត្រូវបានហាមឃាត់ការដាក់កម្រិតបែបនេះត្រូវបានធ្វើឡើងនៅក្នុងគោលដៅបញ្ជាកុំឲ្យមហិច្ឆតាឈ្លានពានពង្រីកទឹកដីរបស់អាល្លឺម៉ង់ត្រូវផ្ទុះឡើងវិញហើយបង្កទៅជាសង្គ្រាមសាជាថ្មីទៀតនៅក្នុងពេលជាមួយគ្នាស្ថាប័នអន្តរជាតិដ៏ថ្មីស្រឡាងមួយត្រូវបានបង្កើតឡើងដែរគឺសង្គមប្រជាជាតិនៅក្នុងបេសកកម្មធានាឲ្យបាននូវសុខសន្តិភាពនៅទូទាំងពិភពលោកក៏ប៉ុន្តែទាំងការបង្កើតសង្គមប្រជាជាតិនិងទាំងការដាក់កម្រិតផ្នែកយោធាដល់អាល្លឺម៉ង់មិនបានទទួលជោគជ័យនៅក្នុងការបញ្ជៀសពិភពលោកពីសង្គ្រាមសាជាថ្មីទៀតនោះទេប្រជាជនអាល្លឺម៉ង់ជាច្រើនយល់ថាសន្ធិសញ្ញាក្រុងវ៉ាសៃមានភាពអយុត្តិធម៌ច្រើនចំពោះអាល្លឺម៉ង់ហើយមិនយូរប៉ុន្មានរដ្ឋាភិបាលអាល្លឺម៉ង់ក៏ចាប់ផ្ដើមឈប់គោរពទៅតាមបំរាមដែលមានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពហើយបានលួចផលិតគ្រឿងសម្ភារៈទំនើបនិងបង្កើតកងកម្លាំងទ័ពរបស់ខ្លួនឡើងវិញចំណែកឯសង្គមប្រជាជាតិវិញគឺជាស្ថាប័នដែលមិនមានអំណាចដោយសារតែបណ្ដាប្រទេសធំមួយចំនួនជាពិសេសសហរដ្ឋអាមេរិកបានបដិសេធមិនព្រមចូលជាសមាជិកប្រមាណជា20ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទី1សង្គ្រាមលោកមួយថ្មីទៀតក៏ត្រូវបានផ្ទុះឡើងនៅឆ្នាំ1933ហើយសង្គ្រាមថ្មីនេះបង្កឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរជាងសង្គ្រាមលោកលើកទី1ទៅទៀត